ភ្លៀងស្រេចចឹងដូចចង់ញ៉ាំសាច់ក្រកអេសានដល់ហើយតើបងប្អូនមករៀនធ្វើជាមួយខ្ញុំទាំងអស់គ្នាខ្ញុំប្រើសាច់ជ្រូកច្រាំជាប់ខ្លាញ់តិចបរិមាណកន្លះគីឡូបាយតើើបមកខាំបើអត់មានបាយតើើបទេដាក់បាយធម្មតាយើងក៏បានដែរណាខ្ទឹមច្រាំយើងដាក់10កាពឹសដាក់ម្រេច1ស្លាបព្រាកាហ្វេម្សៅស៊ុប2ស្លាបព្រាកាហ្វេហើយនិងអំបិល1ស្លាបព្រាកាហ្វេពេលដាក់អំបិលខ្ញុំភ្លេចថតហើយអញ្ចឹងកុំភ្លេចដាក់ផងដាក់គ្រឿងអស់ហើយយើងច្របល់វាឲ្យចូលគ្នាសព្វល្អមកបន្ទាប់មកយើងច្រកថង់ទុកចោលនៅសីតុណ្ហភាពធម្មតាហ្នឹងប្រហែលជា 4-5 ម៉ោងដើម្បីឲ្យសាច់ក្រកយើងឡើងជូរខ្ញុំអត់មានពវៀនជ្រូកសម្រាប់ច្រកសាច់ក្រកអេសានហ្នឹងទេអញ្ចឹងខ្ញុំក៏យកសបកគួងនេះមករុំវាហ្មងទៅមានអីបងប្អូនយកសបកគួងមករុំហើយយកទៅដុតណាឆ្ងាញ់ដែរតាឡើងស្រួយតែយើងធ្វើញ៉ាំស្ងាត់មកពេលឲ្យអស់ហ្មងណាបងប្អូនកុំធ្វើទុកសល់ចោលធ្វើឲ្យសបកគួងនឹងឡើងស្វិតអត់ឆ្ងាញ់ទេមើលដល់នេះហើយសូមពឹងបងប្អូនជួយចុច share ខ្ញុំម្នាក់មួយផងហើយបងប្អូនណាអត់ទាន់ចុច follow ជួយចុច follow ខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីបន្តទៀតរុំរួចហើយបងប្អូនណាចូលចិត្តចៀនក៏យកទៅចៀនទៅបងប្អូនដូចខ្ញុំអត់ចូលចិត្តចៀនទេអញ្ចឹងខ្ញុំយកវាទៅដុតឲ្យប្រែទៅប្រែមកវាឆ្អិនសប់ណាបងប្អូននិយាយពីសបកគួងនេះខាំទៅស្រួយស្ញោកហ្មងណាហើយរសជាតិវិញឆ្ងាញ់ណាស់คล้ายទៅណែមបន្តិចคล้ายទៅសាច់ក្រកបន្តិចឆ្ងាញ់មែនទែន